មេរៀនការគ្រប់គ្រងអារម្មណ៍ឃុំពីរគោលយ៉ាកុបជំពូក1 19 ដូច្នេះបងប្អូនជាទីស្រឡាញ់ឲ្យចូលអ្នករាល់គ្នាជាអ្នកឆាប់ស្ដាប់យឺតនិយាយហើយយឺតខឹងចុះអត្ថន័យព្រះបន្ទូលនេះបង្រៀនយើងឲ្យមានវិន័យលើអារម្មណ៍ឆាប់ស្ដាប់ដោយចិត្តទាបនិងគោរពយឺតនិយាយមិននិយាយតាមអារម្មណ៍ភ្លាមយឺតខឹងមិនឲ្យសេចក្តីខឹងគ្រប់គ្រងចិត្តនេះជាគោលការណ៍មូលដ្ឋានសម្រាប់ការគ្រប់គ្រងអារម្មណ៍គ្រីស្ទបរិស័ទឯអារម្មណ៍និងការបង្កើតរបស់ព្រះលោកុបត្តិជំពូក1 27ព្រះបានបង្កើតមនុស្សតាមរូបរបស់ទ្រង់តាមរូបព្រះទ្រង់បានបង្កើតគេជាប្រុសនិងស្រីអត្ថន័យមនុស្សត្រូវបានបង្កើតតាមរូបព្រះដែលមានចិត្តគំនិតនិងអារម្មណ៍ដូច្នេះអារម្មណ៍មិនមែនជារឿងអាក្រក់ទេប៉ុន្តែព្រះចង់ឲ្យយើងប្រើអារម្មណ៍ក្នុងវិធីដែលគោរពព្រះនិងអធិប្បាយសេចក្តីស្រឡាញ់របស់ទ្រង់ទេគ្រោះថ្នាក់នៃអារម្មណ៍ដែលមិនបានគ្រប់គ្រងសុភាសិតជំពូក14 17អ្នកដែលឆាប់ខឹងនឹងធ្វើអំពើល្ងង់ខ្លៅហើយអ្នកដែលមានគំនិតអាក្រក់នឹងត្រូវគេស្អប់អត្ថន័យសេចក្តីខឹងដែលមិនបានគ្រប់គ្រងនាំឲ្យមនុស្សធ្វើសកម្មភាពដោយគ្មានប្រាជ្ញាវាអាចបំផ្លាញទំនាក់ទំនងកិត្តិយសនិងសក្ខីភាពគ្រីស្ទានព្រះបន្ទូលព្រមានយើងឲ្យប្រុងប្រយ័ត្នចំពោះអារម្មណ៍ខឹងទេព្រះបន្ទូលបង្រៀនអំពីការគ្រប់គ្រងអារម្មណ៍1គ្រប់គ្រងសេចក្តីខឹងដោយការអត់ធ្មត់សុភាសិតជំពូក15 32អ្នកដែលយឺតខឹងប្រសើរជាងអ្នកខ្លាំងហើយអ្នកដែលគ្រប់គ្រងចិត្តខ្លួនឯងប្រសើរជាងអ្នកដែលចាប់យកទីក្រុងមួយ2ផ្លាស់ប្ដូរគំនិតដើម្បីផ្លាស់ប្ដូរអារម្មណ៍រ៉ូមជំពូក12 2កុំឲ្យអ្នករាល់គ្នាស្របតាមលោកនេះឡើយតែចូលប្រែចិត្តដោយការផ្លាស់ប្ដូរគំនិតដើម្បីឲ្យអ្នករាល់គ្នាអាចសាកល្បងដឹងថាព្រះហឫទ័យរបស់ព្រះល្អឆាប់ពេញចិត្តនិងល្អឥតខ្ចោះជាអ្វីអត្ថន័យអារម្មណ៍ចាប់ផ្ដើមពីគំនិតពេលគំនិតនៅតាមលោកអារម្មណ៍នឹងនាំទៅរកការខឹងនិងការឈឺចាប់ប៉ុន្តែពេលគំនិតត្រូវបានផ្លាស់ប្ដូរដោយព្រះបន្ទូលអារម្មណ៍ក៏ត្រូវបានកែប្រែផងដែរ3ដាក់អារម្មណ៍និងការព្រួយបារម្ភទៅលើព្រះ1ពេត្រុសជំពូក5 7ចូលដាក់ការព្រួយបារម្ភទាំងអស់របស់អ្នករាល់គ្នាទៅលើទ្រង់ត្បិតទ្រង់យកព្រះហឫទ័យទុកដាក់ចំពោះអ្នករាល់គ្នាអត្ថន័យព្រះមិនមែនជាព្រះដែលឆ្ងាយពីអារម្មណ៍យើងទេទ្រង់យកព្រះហឫទ័យទុកដាក់និងចង់ឲ្យយើងនាំការជឿចាប់ភ័យខ្លាចនិងកង្វល់ទៅកាន់ទ្រង់ក្នុងការអធិស្ឋានព្រះយេស៊ូវជាគំរូល្អបំផុត1ពេត្រុសជំពូក2 23ពេលគេប្រមាថទ្រង់មិនបានប្រមាថវិញទេពេលទ្រង់ទទួលទុកទ្រង់មិនបានគំរាមទេតែទ្រង់បានប្រគល់ខ្លួនទៅឲ្យព្រះដែលជាព្រះវិនិច្ឆ័យដោយយុត្តិធម៌អត្ថន័យព្រះយេស៊ូវបង្ហាញឲ្យយើងឃើញថាការគ្រប់គ្រងអារម្មណ៍មិនមែនជាការមិនមានការជឿចាប់ទេប៉ុន្តែជាការជឿទុកចិត្តលើព្រះនៅពេលប្រឈមនឹងការរើសអើងនិងអយុត្តិធម៌ធ្វើជំហានអនុវត្តក្នុងជីវិតប្រចាំថ្ងៃ1ទប់អារម្មណ៍មុនពេលនិយាយចេញទៅសុភាសិតជំពូក29 11មនុស្សល្ងង់បញ្ចេញអារម្មណ៍ទាំងអស់របស់ខ្លួនប៉ុន្តែមនុស្សប្រាជ្ញារក្សាអារម្មណ៍ឲ្យស្ងប់អត្ថន័យប្រាជ្ញាគឺដឹងថាពេលណាគួរនិយាយនិងពេលណាគួរស្ងប់ការស្ងប់អារម្មណ៍ជួយការពារខ្លួនឯងនិងអ្នកដទៃពីការឈឺចាប់2អធិស្ឋានដើម្បីទទួលសន្តិភាពភីលីពីជំពូក4 6 7កុំឲ្យអ្នករាល់គ្នាព្រួយបារម្ភអំពីអ្វីឡើយហើយសន្តិភាពរបស់ព្រះនឹងថែរក្សាចិត្តនិងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវអត្ថន័យការអធិស្ឋានជាវិធីដែលព្រះប្រើដើម្បីបដូរចិត្តរំជើបឲ្យក្លាយជាចិត្តស្ងប់សន្តិភាពព្រះគឺជាអំណោយដែលការពារអារម្មណ៍យើងវាយផលនៃការគ្រប់គ្រងអារម្មណ៍ដោយព្រះវិញ្ញាណកាឡាទីជំពូក5 22 23តែផលនៃព្រះវិញ្ញាណគឺសេចក្តីស្រឡាញ់សេចក្តីអំណរសន្តិភាពអត់ធ្មត់និងការគ្រប់គ្រងខ្លួនឯងអត្ថន័យការគ្រប់គ្រងអារម្មណ៍មិនមែនមកពីកម្លាំងមនុស្សទេប៉ុន្តែមកពីព្រះវិញ្ញាណបរិសុទ្ធដែលបង្កើតជីវិតថ្មីក្នុងយើងសេចក្តីសន្និដ្ឋានការគ្រប់គ្រងអារម្មណ៍គឺជាសញ្ញានៃជីវិតដែលដើរជាមួយព្រះពេលយើងអនុញ្ញាតឲ្យព្រះបន្ទូលនិងព្រះវិញ្ញាណដឹកនាំអារម្មណ៍យើងនឹងនាំទៅរកសន្តិភាពការរួបរួមនិងសក្ខីភាពល្អសម្រាប់ព្រះ